ជីវិតយើងកាលណាបើមានសេចក្តីសុខស្ងប់ជាទីពឹងខាងក្នុងណាយើងមិនទេះតេងទៅស្វែងរកសេចក្តីសុខពីខាងក្រៅណាហត់ហប់កអីទៅនោះទេទេះតេងឆ្លោះប្រកែកដណ្ដើមគ្នាអីឡើយព្រោះមានសេចក្តីសុខជាទីពឹងខាងក្នុងដោយសេចក្តីស្ងប់ចិត្តគឺនៅដោយបេតិនិងបាមកជាហ្នឹងហើយអាសេចក្តីទុក្ខដែលជីវិតជាប់ទៅដោយអ្នកដទៃជាប់ទៅដោយអ្វីជារបស់ខាងក្រៅហ្នឹងហើយដល់ទៅរបស់នឹងប្រែប្រួលទៅបាត់បង់ទៅមិនទៀងទាត់ទៅត្រូវកើតទុក្ខសេចក្តីទុក្ខហ្នឹងក៏ត្រូវរសាយទៅដែរមកពីអីមកពីសេចក្តីទុក្ខហ្នឹងវាត្រូវពឹងជាមួយគ្នានឹងរបស់ដែលជាទីពេញចិត្តខាងក្រៅដូចជាត្រូវពឹងអ្នកដតីអីចឹងដែលខ្លួនឯងត្រូវផ្ញើសេចក្តីសុខជាមួយនឹងអ្នកដតីផ្ញើការរីករាយទៅកម្លាំងចិត្តអីក៏វានៅលើអ្នកដតីទៅចឹងទៅម្ល៉េះហើយវាមានពេលបាត់បង់ទឹកចិត្តវាមានការក្តៅកាហាយស្ដាយចំពោះរបស់នេះរបស់នោះដែលបាត់បង់ទៅនឹងប្រែប្រួលទៅនឹងភ្លើងឆេះទឹកលិចចោរកម្មអីហ្នឹងវាមានសេចក្តីទុក្ខទាំងអស់ហ្នឹងក៏ត្រូវរសាយទៅដែរហើយនឹងទៅស្ទុះស្ទេរសេចក្តីសុខពីក្នុងโลกនេះពីរបស់ខាងក្រៅហ្នឹងក៏ត្រូវថយទៅដែរគឺមកអំពីមានសេចក្តីសុខជាខាងក្នុងនេះ